សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀប install VMware និង Windows Server 2022ជាដំបូងយើងចូលទៅកាន់ file ដែលយើង download មក file VMware ដែលយើងបាន download នោះមកយើងចុច next ចុច accept ចុច next ចុច next ហើយកន្លែងនេះគឺជាកន្លែងដែលយើងត្រូវជ្រើសរើសទីតាំងសម្រាប់ install file របស់យើងតមកចុច next ចុច next ហើយសម្រាប់អានេះគឺ desktop នេះសម្រាប់យើងចង់ឲ្យវាមាន desktop icon ឬអត់ចុច next ហើយយើង install វាចាំបន្តិចអូខេចុច finish បន្ទាប់មកយើងចុចចូល VMware របស់យើងមកហើយកន្លែងនេះគឺជាកន្លែងដែលយើងត្រូវបង្កើត Visual Machine និងកន្លែងនេះយើងត្រូវបង្កើតយើងបើក Visual Machine ដែលយើងបានបង្កើតហើយឥឡូវខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាពីរបៀបក្នុងការបង្កើត Visual Machine Windows Server 2022យើងចុច create ហើយចុច next កន្លែងនេះខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាជ្រើសរើសឲ្យវា install operating system later ចុច next ហើយយក Microsoft សម្រាប់យើងប្រើ Microsoft ជ្រើសរើស Windows Server ហើយកន្លែងនេះយើងអាចដូរឈ្មោះទៅតាមកន្លែងដែលយើងតាមឈ្មោះដែលយើងចង់ដាក់ទៅជាខ្ញុំសូមដាក់ M4 ទៅ next អូកន្លែងនេះគឺជា location ដែលយើងចង់ store server របស់យើងហ្នឹងសម្រាប់ខ្ញុំដាក់នៅ drive D កន្លែងនេះយើងជ្រើសរើសទំហំទៅសម្រាប់ខ្ញុំសូមដាក់ត្រឹម30 GB store visual machine disk as single file កន្លែង customize hardware នេះសម្រាប់យើងចង់កំណត់ hardware របស់យើងថាចង់ប្រើ memory ប្រមាណ processor ប្រមាណបើសិនជាអ្នកទាំងអស់គ្នាមាន space ធំអ្នកទាំងអស់គ្នាយកធំតាមនឹងទៅសម្រាប់ខ្ញុំយកត្រឹម 2G ហើយ network adapter នេះខ្ញុំយក NAT អូខេយើង close វាមកចុចមកចុច finish តើយើងចូលទៅ CD and DVD មកយក file ISO យើងដែលយើងបាន download មក file Windows Server 2022របស់យើងហ្នឹងចុច open បន្ទាប់ពីអូខេហើយយើងចុច power on visual machine វាកំពុងធ្វើការចូលហើយ server ខ្ញុំដាក់ឈ្មោះ M4 ហ្នឹងហើយមួយទៀតសម្រាប់បើសិនជាអ្នកទាំងអស់គ្នាចូលចុចលើនឹងវាបាត់ mouse cursor យើងអាចនេះ press Ctrl A សម្រាប់ឲ្យវា show យើងវិញអូខេ Ctrl A ឥឡូវវាកំពុងចូលហើយកន្លែងនេះអ្នកទាំងអស់គ្នាជ្រើសរើស language to install language to install time and currency និង keyboard all input ខ្ញុំយកអង់គ្លេសទាំងអស់ហើយខ្ញុំចុច next ហើយខ្ញុំ install វាមកវាកំពុង set up starting
តើកន្លែងនេះវាមាន Windows Server 2022 Standard និង Data Center ធម្មតាយើងប្រើ Data Center ទៅសម្រាប់ប្រើទូតាចល្មមៗក្រុមហ៊ុនល្មមៗ Data Center តក្រុមហ៊ុនធំហើយ Standard និង Data Center ហ្នឹងវាមានពីរទៀតគឺ Command Line និង Desktop Experience អាហ្នឹងសម្រាប់ Desktop Interface Command Line យើងដឹងហើយតែ Command Line វារៀងច្រើនញញ៉ៃអញ្ចឹងខ្ញុំនឹងយក Desktop Interface ហ្នឹងឯងហើយ Data Center ដូចគ្នាវាមាន Command Line និង Desktop Interface ដែរតែសម្រាប់ខ្ញុំយក Standard អីព្រោះអីវាមិនសូវជាធំប៉ុន្មានទេអូខេខ្ញុំចុច next ចាំវា install សិន កន្លែងហ្នឹងអ្នកទាំងអស់គ្នាអាចចាំរៀងយូរបន្តិចបើសិនជាតនីអីទៅឆុងកាហ្វេមួយកែវហូបលេងសិនក៏បានហើយខ្ញុំកាត់រៀងខ្លីៗដែរខ្ជិលដាក់វីដេអូវែងពេកវាអើយពេលណាគេទៅមើលអាវីដេអូផ្ទាំងមួយកន្លែងវារៀងធុញដែរដល់ឥឡូវវាឲ្យយើង customize setting យើងដាក់ password មកដាក់រៀងស្រួលចាំខ្លួនយើងមកសម្រាប់ខ្ញុំ123 add abc re-enter password 123 add abc កន្លែងហ្នឹងខ្ញុំសូម recommend អ្នកទាំងអស់គ្នាដាក់ស្រួលចាំមកព្រោះអីវាមិនមែនជា server ផ្លូវការទេវាគ្រាន់ជា virtual machine វានេះទេហើយសម្រាប់ការ unlock យើងមើលតាមការណែនាំរបស់គេ control a delete to unlock ចុចតាមគេទៅហើយវាយ password ដែលយើងបានដាក់មិញមក123 @abc password អ្នកទាំងអស់គ្នាដាក់អីក៏បានដែរតាមតែអ្នកទាំងអស់គ្នាតែសម្រាប់ខ្ញុំ recommend តែទាំងអស់គ្នាស្រួលមកឥឡូវវាចូលមកដល់ server យើងហើយចេះចុចចេះមួយសូមខ្វែងអានេះមួយសិនserver នេះគឺជា Windows Server របស់យើង2020 Windows Server 2022តែវាមាន local server យើងចុច local server វាមានផ្សេងតាមហ្នឹងកន្លែង alt server វាមានផ្សេងតាមហ្នឹងវាមាន create server group អ្នកនរគ្នានឹងចូលនៅវីដេអូបន្ទាប់ទៀតកន្លែង manage server វាមាន add role and feature សម្រាប់ add server ឬក៏ហ្នឹងហើយអ្នកនរគ្នានឹងបានយកនៅវីដេអូបន្ទាប់ផ្សេងទៀតសម្រាប់វីដេអូរបស់ខ្ញុំមានតែប៉ុណ្ណឹងបាយ